Cam ở Finger Cambodia ឧបត្ថម្ភធំដោយ Mazda រថយន្តពេញនិយមនឹងតែងតែឈានមុខគេជានិច្ចឃ្លាបង្កើតភាពស្រស់ស្រាយកម្ចាត់អង្គែមានសល់លីហួរវេលុយផ្ដល់សេវាកម្មផ្ទេរប្រាក់ប្រកបដោយទំនុកចិត្តការពិសោធន៍ដើមមុនតារាចម្រៀងអាជីពកម្ពុជា7រូបបានប្រឡងប្រជែងគ្នានៅលើឆាកដ៏អស្ចារ្យពួកគេមានចំណុចពិសេសរៀងៗខ្លួនហើយការប្រឡងប្រជែងមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនការច្រៀងមិនត្រូវការអារម្មណ៍ស្មុគស្មាញពេកនោះទេខ្ញុំដឹងពីរឿងនេះព្រោះខ្ញុំជាចម្រៀងហើយត្រូវបានច្រៀងនៅលើឆាកតន្ត្រីជាច្រើនមកហើយជាពិសេសនៅពេលខ្ញុំបានសម្ដែងលើឆាកនេះខ្ញុំមានអារម្មណ៍ថាអស្ចារ្យណាស់តែខ្ញុំក៏ព្រួយបារម្ភផងដែរព្រោះអ្វីៗវាមិនទៀងទាត់នោះទេពេលខ្លះបងប្អូនក៏ជឿចិត្តហើយពេលខ្លះទៀតបងប្អូនក៏មិនជឿក្នុងនាមយើងជាអ្នកចម្រៀងជាអ្នកសម្ដែងដូច្នេះហើយពួកយើងត្រូវតែប្រកួតប្រជែងគ្នាឲ្យបានពេញទំហឹងហើយអ្នកគ្រប់គ្នាត្រូវតែបន្តដំណើរទៅមុខគឺកុំឈប់ខ្ញុំសង្ឃឹមថាទស្សនិកជនទាំងអស់គ្នាច្បាស់ជាយល់ពីអ្វីដែលយើងកំពុងតែធ្វើហើយច្បាស់ជាយល់ពីអ្វីដែលយើងកំពុងតែចង់បាននៅពេលនេះតារាចម្រៀងអាជីពកម្ពុជាទាំង7រូបកំពុងតែបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏អស្ចារ្យជាបន្តទៀតយើងហើយតែប្រឹងប្រែងដើម្បីសប្តាហ៍នេះទៀតជាការពិតណាស់ពួកគាត់ត្រូវតែមានអ្វីពិសេសដែលសំខាន់បើមានសម្លេងតែមួយគត់គឺមិនគ្រប់គ្រាន់ទេដូចជានៅពេលគាត់សម្ដែងគាត់មានបច្ចេកទេសឬក៏មានកន្លែងណាមួយចំណុចមួយនោះធ្វើឲ្យរំភើបដល់ទស្សនិកជនចំណុចនោះហើយអាចចាក់ទាញនឹងឲ្យទស្សនិកជនទាំងអស់បោះឆ្នោតគាត់បាននៅរាត្រីនេះជាការប្រឡងប្រជែងនិយមទី1សប្តាហ៍ទី2នៅសប្តាហ៍ទី2នេះរដ្ឋាភិពិសេសទាំងបេក្ខជនទាំងលោកគ្រូភ្លេងបានខិតខំប្រឹងប្រែងត្រៀមលក្ខណៈជាពិសេសតែម្ដងសម្រាប់ការប្រឡងប្រជែងបេក្ខជនទាំងអស់គឺសុទ្ធតែជាតារាចម្រៀងដែលមានបទពិសោធន៍អញ្ចឹងខ្ញុំអត់បារម្ភច្រើនពេកទេអ្វីដែលសំខាន់គឺខ្ញុំផ្ដោតទៅលើចម្រៀងរបស់ខ្ញុំបើមិនជាខ្ញុំអាចច្រៀងបានល្អបងប្អូនទាំងអស់ប្រកាសជាគាំទ្រដល់រូបខ្ញុំហើយនៅសប្តាហ៍ទី2នេះនៅតែតម្រូវឲ្យតារាចម្រៀងអាជីពកម្ពុជាទាំង7រូបច្រៀងបទចម្រៀងផ្ទាល់ខ្លួនរបស់ពួកគេតែធ្វើយ៉ាងណាឲ្យចម្រៀងមួយបទដែលពួកគេច្រៀងមានភាពទាក់ទាញហើយកាន់តែពិសេសជាងមុនហើយខ្ញុំនៅតែខ្វល់ពីការច្រៀងនិងការសម្ដែងនៅលើឆាកនេះខ្ញុំនិងលោកគ្រូភ្លេងនឹងខិតខំធ្វើយ៉ាងណាឲ្យបទចម្រៀងនេះស្ដាប់ទៅពីរោះក៏ដូចជាធ្វើឲ្យទស្សនិកជនពេញចិត្តនឹងខ្ញុំពីមុនមានមនុស្សមួយចំនួនតែងតែនិយាយថាខ្ញុំគ្មានប្រយោជន៍ថ្ងៃគិតតែពីច្រៀងលេងភ្លេងអត់មានឃើញចេញរូបរាងអីសោះប៉ុន្តែខ្ញុំអត់ខ្វល់ទេខ្ញុំគិតថាខ្ញុំត្រូវតែប្រឹងប្រែងមកដល់ពេលនេះអ្វីដែលខ្ញុំធ្វើគឺវាចេញជារូបរាងហើយខ្ញុំក៏ធ្លាប់បរាជ័យដួលទៅវិញម្ដងពួករបស់ខ្ញុំបានប្រាប់ខ្ញុំថាយើងត្រូវចេះក្រោកឈរដោយខ្លួនឯងដួលកន្លែងណាក្រោកឈរកន្លែងនោះធម្មតាការប្រឡងតែមានឈ្នះហើយនឹងចាញ់ព្រោះអ្វីមួយដែលបរាជ័យគឺមានអារម្មណ៍ថាអត់សូវសប្បាយចិត្តទេតាំងពីសប្តាហ៍មុនរហូតមកដល់សប្តាហ៍នេះខ្ញុំជាមួយនឹងលោកគ្រូភ្លេងក៏បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយអ្វីដែលនាងខ្ញុំរំពឹងទុកនោះគឺសង្ឃឹមថាទស្សនិកជនទាំងអស់នឹងគាំទ្រហើយនេះខ្ញុំនឹងអាចបន្តទៅមុខជាមួយនឹងកម្មវិធីនេះទៀតថែម4 0សម្រាប់យប់នេះខ្ញុំនឹងច្រៀងរបៀបថ្មីមួយទៀតដែលខ្ញុំមិនធ្លាប់ធ្វើបែបនេះពីមុនមកតើសប្តាហ៍ទី2នេះមានអ្វីកើតឡើងតើពួកគេទាំង7រូបត្រូវច្រៀងចម្រៀងអ្វីខ្លះហើយការខិតខំប្រឹងប្រែងរបស់ពួកគេអាចធ្វើឲ្យទស្សនិកជនបោះឆ្នោតគាំទ្រដល់ពួកគេកម្រិតណាគឺខ្ញុំសង្កេតមើលឃើញថាបេក្ខជនទាំងអស់គឺគាត់មានការកែប្រែនៅទម្រង់នៃការច្រៀងហើយអ្វីដែលខ្ញុំសង្កេតឃើញមួយទៀតនោះគឺការកែប្រែនៅទម្រង់តន្ត្រីសម្រាប់ការប្រឡងបន្ទាប់នេះទៀតខំប្រឹងរៀបចំនឹងការទម្រង់ថ្មីសម្រាប់បេក្ខជនប្រឡងក៏ដូចជាបទភ្លេងរៀបចំបែបថ្មីហ្នឹងសង្ឃឹមថាបងប្អូនទាំងអស់នឹងមានការគាំទ្រទាំងអស់គ្នាបាទតាមមុនតែច្រៀងគឺល្អខ្ញុំក៏បានឃើញការប្រឡងប្រជែងបែបនេះកាលពីមុនមកទេនៅក្នុងស្រុកខ្មែរយើងខ្ញុំគិតថាវាប្លែកហើយនឹងអាចទទួលការគាំទ្រពីប្រជាជនបានច្រើនខ្ញុំពេលខ្លះខ្ញុំគ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់បានទេនៅពេលដែលខ្ញុំឡើងទៅអាទិត្យហ្នឹងខ្ញុំលែងមានអារម្មណ៍ហើយទៀតឡើងសម្ដែងអារម្មណ៍ឡើងសម្ដែងលើឆាកតែខ្ញុំធ្លាប់អារម្មណ៍តែទៀតថាខ្ញុំប្រឡងនៅលើឆាកខ្ញុំមានអារម្មណ៍ពីនឹងអញ្ចឹងខ្ញុំមិនយល់ថ្ងៃចឹងពួកគេអាចគិតថាយើងធ្វើកិច្ចការមួយនេះដើម្បីតែការសប្បាយតែប៉ុណ្ណោះប៉ុន្តែពួកយើងមានគោលដៅច្បាស់លាស់ហើយខ្ញុំសម្រេចចិត្តធ្វើកិច្ចការមួយនេះខ្ញុំតាំងចិត្តធ្វើវាឲ្យបាន 100% មិនខ្ញុំសោកខ្ញុំមានអារម្មណ៍ថា
នៅរាត្រីនេះនឹងមានបេក្ខជនមួយរូបនឹងត្រូវចាក់ចេញពីក្នុងកម្មវិធីសម្រាប់រូបខ្ញុំនៅតែមានទំនុកចិត្តនិងជឿជាក់ទៅលើសមត្ថភាពកូនសិស្សរបស់ខ្ញុំ ហើយឡើងទៅគឺមានគ្រូនៅក្រោមជាកម្លាំងចិត្តភ័យខ្លាចណា សម្រាប់ខ្ញុំយល់ថាបេក្ខជនគ្រប់រូបគាត់ត្រូវតែត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ជាពិសេសនោះគឺសុខភាពព្រោះសុខភាពទាក់ទងនឹងសម្លេងដូច្នេះហើយរាល់តែសុខភាពនិងកាយវិការសម្ដែងលើឆាកនិងបច្ចេកទេសផ្សេងៗទៀតគាត់ត្រូវតែធ្វើឲ្យបានល្អជាទីបំផុតដើម្បីទាក់ទាញនៅសម្លេងឆ្នោតបានច្រើនឆ្ពោះទៅវគ្គបន្តទៅ អវគាត់មួយគេសម្រាប់ខ្ញុំយល់ថាពួកគាត់មានការផ្លាស់ប្ដូរជាច្រើនហើយសម្រាប់ខ្ញុំក៏អាចទទួលយកផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចទទួលយកលទ្ធផលដ៏ល្អនេះពីពួកយើង ពួកយើងបានចាំបាត់ចម្រៀងជាពិសេសតែម្ដងហើយវាថ្មីហើយប្លែកសម្រាប់ការប្រឡងប្រជែងនៅក្នុងរាត្រីនេះផងដែរថាយើងយកមនុស្សចិត្តណាម្ដងទៅខ្ញុំវឹកហាត់និងបង្រៀនដល់កូនសិស្សរបស់ខ្ញុំសង្ឃឹមថានឹងអាចឆ្លងផុតទៅមុខបន្តទៀតផងដែរបាទ មានតែតារាចម្រៀងអាជីពតែ6រូបប៉ុណ្ណោះដែលអាចបន្តដំណើរទៅមុខទៀតបានដោយឡែកតារាចម្រៀងអាជីពដែលទទួលបានសម្លេងឆ្នោតសរុបទៅជាងគេគឺនឹងចាក់ចេញពីកម្មវិធីនៅក្នុងយប់នេះដូច្នេះសូមចូលរួមបោះឆ្នោតគ្រប់គ្រងពួកគេដោយសេរីព្រោះលោកអ្នកជាអ្នកសម្រេចលើជោគជ័យរបស់ពួកគេទាំងស្រុង បើសិនជាមានឱកាសទៀតខ្ញុំនឹងព្យាយាមកែតម្រូវឲ្យលទ្ធផលរបស់ខ្ញុំបានមកវិញទទួលបាននូវផលល្អ យើងត្រូវប្រឡងប្រជែងដោយស្មារតីយើងជាមិត្តភ័ក្តិជាអ្នករួមអាជីពដូចគ្នាគោលដៅរបស់យើងគឺចង់ប្រាប់ឲ្យអ្នកទាំងអស់គ្នាយល់ពីតម្លៃនៃសិល្បៈចម្រៀងជាពិភពដែលយើងរស់នៅសប្តាហ៍ ក្នុងចំណោមតារាចម្រៀងអាជីពទាំងអស់ដែលបានចូលរួមប្រឡងប្រជែងមានតែម្នាក់គត់នឹងក្លាយទៅជាជ័យលាភី